គ្រប់ជំហានដែលឈានដល់មកដល់ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនមិនថាសង្គ្រាមឬរបបប្រល័យពូជសាសន៍នោះទេដោយនេះនៅពីក្រោយស្នាមញញឹមភាពមមាញឹកនិងភាពសកម្មក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនមួយចំនួនធំបានបង្កប់នូវរបួសស្នាមផ្លូវចិត្តនិងជំងឺផ្លូវចិត្តដែលគួរតែត្រូវបានធ្វើអន្តរាគមន៍ជាបន្ទាន់ប៉ុន្តែពួកគេបានជាលាក់ទុកនៅបញ្ហាទាំងនោះដោយសារតែការយល់ដឹងទាក់ទងនឹងជំងឺផ្លូវចិត្តនៅមានកម្រិតនៅឡើយជាមួយគ្នានោះដែរការយល់ខុសទាក់ទងនឹងជំងឺផ្លូវចិត្តការរើសអើងនិងកង្វះអ្នកជំនាញផ្នែកផ្លូវចិត្តបានធ្វើឲ្យអ្នកជំងឺជាច្រើនមិនអាចទទួលបានការគាំទ្រឬព្យាបាលដើម្បីចូលរួមដោះស្រាយនឹងបញ្ហាទាំងនេះសមាគម EMDR កម្ពុជាបានបង្កើតឡើងនៅក្នុងឆ្នាំ2013សមាគមនេះបង្កើតឡើងដោយក្រុមអ្នកចិត្តសាស្ត្រដែលពេលហ្នឹងក្រុមអ្នកដែលរៀននិងអនុវត្តបច្ចេកទេសព្យាបាលផ្លូវចិត្តតាមបច្ចេកទេស EMDR ទស្សនវិស័យធំរបស់យើងគឺប្រជាជនកម្ពុជាឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់គាត់ចាប់ផ្ដើមចេះកត់សម្គាល់ឬក៏យល់ដឹងអំពីបញ្ហាបញ្ហាសុខភាពផ្លូវចិត្តគាត់ចាប់ចេះថែរក្សាខ្លួនឯងឬក៏អ្នកនៅក្បែរខាងគាត់អាចជាក្រុមគ្រួសារឬក៏អ្នកភូមិអ្នកស្រុកឬក៏អ្នករួមការជាមួយនឹងក្រោយមកបន្ថែមពីលើនោះបើសិនគាត់ឃើញថាគាត់មានបញ្ហាគាត់នឹងមានភាពក្លាហានក្នុងការស្វែងរកជំនួយពីបញ្ហាសុខភាពផ្លូវចិត្តដែរច្បាស់ហើយដើម្បីបានកិច្ចការទាំងអស់ហ្នឹងគឺមានតែតាមរយៈសកម្មភាព3 4ដែលយើងធ្វើអញ្ចឹងទី1យើងផ្ដល់ការព្យាបាលផ្លូវចិត្តឬក៏ការគ្រប់គ្រងផ្លូវចិត្តទៅកាន់អ្នកដែលគាត់មានការប៉ះទង្គិចផ្លូវចិត្តឬក៏មានបញ្ហាឬក៏ជំងឺផ្លូវចិត្តខ្លះដែរដែលយើងអាចធ្វើទៅបាននិងបន្ថែមពីការព្យាបាលយើងក៏ធ្វើការអប់រំបន្តទុនធានមនុស្សផ្នែកសុខភាពផ្លូវចិត្តមានដែនកំណត់អញ្ចឹងយើងតែបណ្ដុះបណ្ដាលទុនធានមនុស្សបន្ថែមដែលគេហៅថាអ្នកជំនាញមានអាជីពអញ្ចឹងតាមរយៈក្រុមការងារមួយចំនួនទាំងធ្វើការនៅអង្គការសង្គមស៊ីវិលទាំងធ្វើការផ្នែកនៅក្រសួងមួយចំនួនដែលជាអ្នកផ្ដល់សេវាមួយចំនួនទាក់ទងនឹងសុខភាពផ្លូវចិត្តអញ្ចឹងក្រៅពីព្យាបាលនិងអប់រំយើងក៏ធ្វើការទៅលើការផ្សព្វផ្សាយពីព្រោះដើម្បីកាត់បន្ថយការរើសអើងឬក៏ការយល់ខុសជុំវិញបញ្ហាសុខភាពផ្លូវចិត្តមធ្យោបាយមួយគឺការចុះផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយមានការយល់ដឹងកាន់តែទូលំទូលាយពីបញ្ហាហ្នឹងនឹងឲ្យគាត់ចាប់ផ្ដើមដឹងពីសារៈសំខាន់នឹងរឿងហ្នឹងគាត់ចូលរួមជួយដោះស្រាយរបៀបម៉េចចឹងសកម្មភាពយើងមានការចុះផ្សព្វផ្សាយនៅភូមិជាការធ្វើវីដេអូជាការរៀបចំជា poster clip chart អីផ្សព្វផ្សាយចឹងដែរទៅជាចុងក្រោយហ្នឹងយើងធ្វើការសិក្សាស្រាវជ្រាវដែរស្រាវជ្រាវតន្ន័យនៃជំងឺផ្លូវចិត្តខ្លះយើងក៏ធ្វើការសិក្សាស្រាវជ្រាវជុំវិញបច្ចេកទេសឬក៏របៀបនៃការអន្តរាគមន៍ផ្នែកផ្លូវចិត្តដែលយើងរៀនមកពីក្រៅប្រទេសហ្នឹងថាតើវា work ឬក៏វាពិតជាជួយវាអាចប្រើប្រាស់បាននៅក្នុងសង្គមយើងអត់បើសិនអត់ទេប្រហែលមានខ្លះយើងត្រូវការកែខៃឆ្នៃរបៀបម៉េចធ្វើម៉េចឲ្យក្នុងបរិបទវប្បធម៌ក៏ដូចជាធនធានដែលយើងមាននៅទីនេះរៀនពីចំណេះជំនាញនឹងផងពេលហើយរៀនពីចំណុចខ្វះខាតផងស្រាវជ្រាវសរសេរចងក្រងទុកនិងមកបោះពុម្ពផ្សព្វផ្សាយចឹងទៅអញ្ចឹងនេះជាផ្នែកនៃការស្រាវជ្រាវរបស់យើងដែរការបណ្ដុះបណ្ដាលនៅសុខភាពផ្លូវចិត្តនេះជួយឲ្យសហគមន៍របស់ខ្ញុំមានការប្រសើរឡើងមានការផ្លាស់ប្ដូរអញ្ចឹងសុខភាពផ្លូវចិត្តកាន់តែរឹងមាំ EMDR បានជួយទៅដល់សហគមន៍របស់យើងដើម្បីសហគមន៍របស់យើងកាត់បន្ថយភាពរើសអើងទាក់ទងនឹងសុខភាពផ្លូវចិត្តទទួលនឹងការព្យាបាលទាន់ពេលវេលាចូលរួមវគ្គជាមួយសមាគម EMDR យើងយល់ដឹងថាការលើកកម្ពស់សុខភាពផ្លូវចិត្តនៅតាមមណ្ឌលសុខភាពគឺមានសារៈសំខាន់ហើយពួកយើងក៏មានចំណេះក្នុងការផ្ដល់ប្រឹក្សាជូនប្រជាពលរដ្ឋដែលគាត់មានបញ្ហាសុខភាពផ្លូវចិត្តបឋមដែរយើងអត់បញ្ជូនគាត់ដូចមុនទៀតទេលើសពីអ្វីដែលយើងបានកំពុងធ្វើយើងក៏មានផែនការសម្រាប់ទៅអនាគតដែរដោយបានជ្រាបហើយថាបញ្ហាសុខភាពផ្លូវចិត្តជាបញ្ហាសកលនិងបន្តិចម្ដងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពនៃបញ្ហាឬក៏ជំងឺដែរអញ្ចឹងវាជារឿងមួយដែលសំខាន់មែនទែនក្នុងការមានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុអាចពីប្រជាជននៅក្នុងប្រទេសកម្ពុជាឬក៏អ្នកដែលជាម្ចាស់ជំនួយពីក្រៅប្រទេសណាដើម្បីឲ្យច្បាស់ថាក្រុមអ្នកជំនាញអាចមានឱកាសក្នុងការធ្វើការលើការចូលរួមដើម្បីជួយគ្រប់គ្រងសុខភាពផ្លូវចិត្តជាពិសេសទៅលើជនរងគ្រោះដែលរស់រានមានជីវិតក្រោយពីព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តឬក៏ជនរងគ្រោះដោយសារបញ្ហាប៉ះទង្គិចផ្លូវចិត្ត